Bây giờយើងចូលដល់ lesson 3 ហើយយើងចាប់ផ្ដើមពី discuss the importance of English in your life ពិភាក្សាពីសារៈសំខាន់នៃភាសាអង់គ្លេសក្នុងជីវិតរបស់អ្នកយើងចាប់ផ្ដើមស្គាល់ vocabulary មួយចំនួនហើយទី1គឺ architecture បាទគឺស្ថាបត្យករអ្នកគូសប្លង់អគារអ្នកអីហ្នឹងគេហៅថាជា architecture business ពាណិជ្ជករឬក៏ពាណិជ្ជកម្មពាក្យនេះបកថាពាណិជ្ជកម្ម engineering បាទគឺខាងវិស្វករ information technology គឺបច្ចេកវិទ្យាព័ត៌មាន mathematics គណិតវិទ្យាហើយយើងទទួលទៅនិយាយខ្លីថា math medicines គឺឱសថហើយ psychology គឺបកថាចិត្តវិទ្យាពាក្យនេះអត់អានថា psychology ទេបាទគឺអានថា psychology បាទនៅត្រង់នេះអ្នកនរគ្នាឃើញគាត់ចាប់ផ្ដើមដោយសន្និខ្លីៗI am studying for a career in architecture ខ្ញុំកំពុងតែសិក្សាសម្រាប់អាជីពមួយជាស្ថាបត្យករ but I am working as a restaurant manager right now ប៉ុន្តែឥឡូវខ្ញុំកំពុងតែធ្វើជាអ្នកគ្រប់គ្រងភោជនីយដ្ឋានទេក្នុងពេលនេះ That's my current occupation នោះហើយគឺជាអាជីពដែលខ្ញុំមាននាពេលបច្ចុប្បន្នបើ occupation នេះយើងបកថាអាជីពចំណែកពាក្យថា current នេះយើងបកថាបច្ចុប្បន្នបាទបច្ចុប្បន្ន current អូខេសូមអរគុណ